អាំងប៉ាវក្រហមខ្ញុំការជាមួយខ្មោចអ្នកធ្លាប់ឮពីអាំងប៉ាវអាចកំបាំងដែលជ្រុះនៅនឹងដីទេអាំងប៉ាវដែលអាចនាំឲ្យអ្នកត្រូវតែរៀបការជាមួយខ្មោចអាំងប៉ាវដែលគេដាក់ចោលនៅតាមផ្លូវនេះគឺជាពិធីហាមឃាត់នៅខាងតៃវ៉ាន់ដែលគេតែងតែហៅថាពិធីរៀបការជាមួយខ្មោចពួកគេកាត់កញ្ចក់កាត់សក់រួចហើយយកទៅដាក់ក្នុងអាំងប៉ាវនោះហើយអ្នកដែលរើសវាឡើងមកគឺត្រូវរៀបការជាមួយខ្មោចបើមិនចង់រៀបការជាមួយនឹងខ្មោចទេហាមរើសអាំងប៉ាវនោះដាច់ខាតស្អីគេនោះអាំងប៉ាវតានឹងទើបតែនិយាយផុតពីមាត់របស់ស្អីគេនោះគឺដោយព្រមលិខិតចាប់បង្ខំមកខ្ញុំរៀបការជាមួយទីទីបែបហ្នឹងនេះគឺជាឈុតដែលអាទីទីឈីណៃខ្លួនឯងណាលេងដាក់តម្រៀបអញ្ចឹងតែម្ដងដេកយប់ឡើងខ្ញុំរំលឹកតិចហើយប្តីប្រពន្ធគ្នារមៀលប៉ះគ្នាជារឿងធម្មតាទេគឺដោយគេបង្ខំឲ្យខ្ញុំនៅជាមួយគ្នាហើយលោកប្តីពេលយើងជាមនុស្សគាត់ជាខ្មោចទីទីហ្នឹងចេះតែមកធ្វើបាបយើងរហូតទេខ្មោចជីកកខ្ញុំមិនដឹងថាបៀគីននិយាយស្អីខ្លះតែខ្ញុំស្លូតមិនធ្វើបាបគេទេប៉ាំងប៉ាំងដោយសារតែគេនឹងខ្សែលើយើងពេកហើយពេលខ្លះយើងទ្រាំចាញ់ពេលខ្លះហ្នឹងក៏ត្រូវតបតវិញកុំឲ្យគេនឹងបានដៃពេកខ្ញុំចូលចិត្តអាហ្នឹងសមមុខហើយខ្មោចឈួតញ៉ាំផាត់ថៃអត់បានគឺទីទីជាខ្មោចដែលបានស្លាប់ទៅដោយសារអបតហេតុមូលហេតុដែលគេមិនព្រមទៅចាប់ជាតិព្រោះនៅក្នុងចិត្តគេមានរឿងដែលមិនទាន់អាចដោះស្រាយបានមានរឿងមិនទាន់ដោះស្រាយអីឆាប់ប្រាប់មកឲ្យបានឆាប់ទៅចាប់ជាតិខ្ញុំថាអាចមកពីព្រមលិខិតដែលធ្វើឲ្យគេរើអាំងប៉ាវនោះមកហើយចុងក្រោយត្រូវមកដោះស្រាយរឿងខ្ញុំជួយឲ្យឆាប់ចាប់ជាតិមិនក៏ការជាមួយឯងហើយនៅសយអញ្ចឹងជនណាឲ្យឯងរើអាំងប៉ាវនឹងរើអាំងប៉ាវហ្នឹងហ៎ហ៊ានប៉ះពាល់អាំងប៉ាវនេះគឺត្រូវរៀបការជាមួយខ្មោចហើយចុះកូនកំឡោះអាចជួយឲ្យទីឆាប់បានទៅចាប់ជាតិទេកុំភ្លេចមកទស្សនាអាំងប៉ាវក្រហមខ្ញុំការជាមួយខ្មោច10 មេសា 2025